របស់ខ្ញុំអូយចាំតែលើខ្លួនប្រារបស់ខ្ញុំឈឺខ្លាំងណាស់ឈឺណាហើយយយយើងមិនត្រឹមតែវាយពួកឯងដល់ឈឺពេញខ្លួនទេយើងនឹងធ្វើឲ្យពួកឯងខ្ទេចខ្ទីសាក់សັບឲ្យពួកឯងស្លាប់គ្មានកន្លែងបញ្ចុះសັບទៀតផងស្លាប់ទៅជួយផងអូយជួយផងជួយផងណាចាគ្រូមីងមិនទេអូយណាចាតើគ្រូមីងជប់សិនតើខ្ញុំចាត់ការឲ្យចាំនិយាយគ្នាទៀតតែគេតែស៊ូអញជាណាស់ដែរទេគឺជាមេតបស្រួចលីណាចាអញគឺស៊ីឈីទៀតហើយមិនខុសទេឲ្យតែមានខ្ញុំនៅមិនអាចធ្វើបាបគ្រូមីងខ្ញុំបាននោះទេអញ្ចឹងត្រូវមើលសមត្ថភាពឯងហើយចូលមកវាយទៅអាចារ្យគ្រូមីងតើយើងក្មេងម្នាក់នេះមានក្បាច់គុណមិនអន់ទេមើលទៅមនុស្សប៉កែនៅស៊ីឈីមិនតិចទេខ្ញុំត្រូវតែទៅវិញប្រាប់ព្រះអង្គឲ្យទ្រង់ប្រយ័ត្នប្រយែងឲ្យមែនទែនធីវនេះលើកនេះយើងនឹងចាប់នាងឲ្យជួបចិនជួបប៉កែមែនមានផ្លែឈើច្រើនយ៉ាងនេះផ្លែឈើក៏ស្រស់ណាស់ដែរទៅយើងព្រះនាងខ្ញុំម្ចាស់យកផ្លែឈើមកថ្វាយតោះយើងយកផ្លែឈើរបស់ខ្ញុំម្ចាស់តែអញ្ចឹងខ្ញុំម្ចាស់យកមកថ្វាយព្រះនាងត្រាចាំបានផ្លែឈើអីនោះទុំគុំយកឲ្យមិនចាំបាច់ដណ្ដើមព្រះនាងទេបងមកជប់អូនរឿងល្អខ្លាយទៅជាគូព្រះបត្រាមកចាត់ចំពោះព្រះនាងមែនខ្ញុំម្ចាស់មើលទៅមិនត្រឹមតែព្រះបត្រាស្ដាប់តាមសម្ដីព្រះនាងទាំងអស់ទេព្រះនាងក៏សម្របតាមព្រះបត្រាគ្រប់រឿងដែរថ្ងៃក្រោយអ្នកទាំងពីររៀបការនោះប្តីច្រៀងប្រពន្ធបន្តប្រកាសជានៅជាមួយគ្នាជារៀងរហូតមិនអាចបែកគ្នាហើយទៅតាមពិតនឹងទៅចុកគ្នាសោះស្មានតែដើមគ្នាសោយខ្ញុំក៏ចង់ចឹងដែរហ្នឹងឯងអ្នកណាចង់នៅជាមួយលោកដែរលោកគឺដូចជារុយមកក្បាលដេញយ៉ាងណាក៏ដេញមិនចាញ់ដែរចិនជូអានាងថាខ្ញុំជារុយអីបើអញ្ចឹងអានាងគឺនេះជាលោកនិយាយស្អីហ្នឹងអើយពិតជាគួរឲ្យស្អប់មែននាងថាខ្ញុំជារុយហើយរុយរួមអីគេស្អុយនោះនេះអីយ៉ាព្រះបត្រាតបចាស់ជាគួរធ្វើបាបខ្ញុំម្ចាស់ជីគួរនៅមិនសុំទោសចិនជូទៀតហ៎ព្រះបត្រាគេថាឲ្យទូបង្គំមុនដូច្នេះហើយទូបង្គំឲ្យឯងសុំទោសទៅនៅសាមញ៉ាំស្អីទៀតចិនជូអញក៏កុំអានចិត្តពេកដែរអញមានខុសដែរណាឆាប់សុំទោសជីគួរទៅព្រះនាងខ្ញុំម្ចាស់ក៏ត្រូវសុំទោសដែរសុំទោសអើយអាយព្រះបត្រាព្រះនាងថានេះមិនយកចការនោះទេធ្វើម្ដងទៀតសុំទោហើយបងឡុងបងសាយអីហ្នឹងព្រះនាងមិញនេះអូនមានប្រទះឃើញថា
ពួកគេទាំងពីរអ្នកធ្វើដូចជាប្តីប្រពន្ធដែរទេគោរពគ្នាទៅវិញទៅមកគោរពសែនដូនតាព្រះបត្រាក៏មិនបន្ទោសបែបនេះអីអ្នកណាចង់គោរពប្តីប្រពន្ធជាមួយគេព្រះបត្រាក៏បំផ្លាញគេឈ្មោះខ្ញុំម្ចាស់អីបានហើយបងឡុងកុំធ្វើបាបពួកគេអីប្រហែលមិនឈៀវមានជូនប្តីប្រពន្ធចាស់ចាស់នគរចេញពីក្រុងទេចេញគួរបានបញ្ជូនគេតាហើយអរណាត្រាឲ្យព្រះនាងតើព្រះនាងសង្ស័យថាប្តីប្រពន្ធចាស់មកគូនោះគឺជាជនបង្កប់មិនមែនទេខ្ញុំមិនដឹងថាពួកគេជាជនបង្កប់ឬមិនមែនទេប៉ុន្តែខ្ញុំជឿមិនឈៀវបើសិនជាមិនបញ្ជូនប្តីប្រពន្ធពួកគាត់ចេញទៅខ្លាចក្រែងតែមិនអាចល្អចំពោះមិនឈៀវទេហេតុអីទៅខ្ញុំជឿថាមិនឈៀវគឺមានបំណងល្អទៅនាំពួកគេមកវិញថ្មីត្បិតតែខ្ញុំមិនដឹងថាតើពួកគេជាជនបង្កប់ឬអត់តែឲ្យតែចេញពីភីងឆឹងមិនឈៀវគ្មានតំណែងតំណងស្អីជាមួយពួកគេបើពួកគេពិតជាជនបង្កប់មែនបើលីជីឬក៏ហាមមិនខួរចាប់បានមិនឈឿនឹងមានចំណុចខ្សោយនៅក្នុងដៃគេមិនខានថាមិនទៀងព្រះបិតាខឹងត្រង់អាចដាក់ពីនេះមិនឈឿអញ្ចឹងគឺវីវោហើយហ្វូយងស្មានមកដល់ថាអូនគិតគូបានដិតដល់យ៉ាងនេះទាល់តែសោះគុណបំណាច់មួយនេះបងចាំទុកអស់មួយជីវិតរវាងពួកយើងនិយាយពីគុណស្អីទៅនេះมันប្រកាន់ពេកហើយទេមែនហើយព្រះបត្រានិងពនាងនិយាយពីមនោសញ្ចេតនាមិនអញនិយាយពីគុណបានទេមកទៀតខ្ញុំនឹងដេញមាត់ពួកអញឲ្យចិត្តកុំអីកុំអីកុំកាមេរ៉ាកាមេរ៉ាម៉ែដោះធ្វើការមកចត់តាំងតាពីដើមហេតុអីក៏លើកនេះទៅជួយមនុស្សដែលមិនពាក់ព័ន្ធទៅវិញដូចជាឆ្ងល់ដល់ហើយមានរូបតែគ្មាននរណាគេនិយាយនរណាគេទៅមើលយល់ទៅគ្រាន់តែមានគំនូរទៅនេះបើគ្មាននរណាបកស្រាយប្រាប់គេទេនេះអញ្ចឹងគេមិនអាចយល់ទេឆ្កែសៀវធានលោកម្ចាស់មិនក៏ឯងនៅទីនេះអញ្ចឹងយប់យ៉ាងនេះទៅហើយនៅមិនសម្រាប់ទៀតខ្ញុំកំពុងតែគិតរឿងគំនូរទាំងអស់នេះនៅពេលដែលខ្ញុំដឹងពីរឿងក្តីនៅភីងឆឹងក្នុងចិត្តរបស់ខ្ញុំគឺពិតជាពិបាកណាស់ដែរខ្ញុំធ្លាប់ប្រយុទ្ធជាមួយនឹងជីងឡុងនោះក្បាច់កូនគេគឺពិតជាខ្លាំងប្រកែកមែនម្យ៉ាងទៀតលំពេងគូនៅក្នុងដៃរបស់គេក៏ជាអាវុធកងទ័ពទេវតាទៀតបើគេពិតជាចំណងក្រោយគ្រួសារជីមែននោះគឺគួរតែឆាប់ទទួលស្គាល់ដូនតាប៉ុន្តែពេលនេះគ្មាននរណាគេនិយាយគេស្ដាប់ទេមែនហើយលោកអបរាជសម្ដេចអ្នកប្រុសទី2លោកមេតបលីណាចាអ៊ូជីធានហួរជ្រែកដីសុនដល់ថ្នាក់លោកម្ចាស់សុទ្ធតែបានវាយជាមួយគេហើយមែនហើយនេះគឺជាកន្លែងដែលពិបាកជាងគេក្រៅពីមនុស្សនៅក្នុងសំណាក់ជើងហើយគឺគ្មាននរណាអាចនិយាយរឿងនេះបាននោះទេមែនហើយពេលនេះក្នុងសំណាក់មនុស្សមិនធ្លាប់វាយជាមួយគេមានតែខ្ញុំតែប៉ុណ្ណោះមិនចឹងខ្ញុំតែសាកមើលតែម្ដងទៅចាំមិនដែរលោកម្ចាស់ថាម៉េចឯងទៅមែនហើយពេលនេះក្នុងសំណាក់គឺមានតែខ្ញុំដែលសាកសមជាទីបំផុតឆ្កែសៀវធានឯងទៅរកជីឡុងដោយបែបនេះបន្ទាប់មកប្រាប់គេថាខ្ញុំដឹងពីប្រវត្តិរបស់លោកឲ្យលោកមើលគំនូរប្រាប់រឿងនៃទានមួយដល់លោកតើគេអាចជឿលោកដែរទេឯងក៏ភ្លេចអសោះពេលនេះពួកយើងគឺប្រជុំមុខដាក់គ្នាបើគេមិនស្មោះចិត្តចាក់ឯងមួយលពេញមកនឹងចុកជីវិតឯងទៅនោះបែបនេះគឺមិនបានទេខ្ញុំយល់ហើយក៏បានន័យថាមនុស្សដែលទៅនិយាយរឿងនិទានត្រូវតែអោបជាប់នៅការសម្រេចចិត្តដែលត្រូវស្លាប់តាមមែនទេខ្ញុំយល់ថាក្រៅពីអោបជាប់ការសម្រេចចិត្តដែលត្រូវតែស្លាប់យល់ល្អគឺទៅចូលជាមួយនឹងវ៉ាន់មូទួនដើម្បីអាចចូលទៅចិត្តជីងឡុងយកបានភាពជឿជាក់លើគេមានតែបែបនេះទេទើបអាចឲ្យគេអង្គុយចុះមើលគំនូរស្ដាប់រឿងនៃទីរបស់យើងបានដំណើរនៃរឿងក្តីសោកនាដកម្មនោះសរសេរនៅខាងក្នុងទាំងអស់ថ្ងៃក្រោយគឺរំខានលោកអូប្រាជ្ញនិងមេទ័ពទាំងអស់គ្នាហើយ
សូមសម្ដេចទុកចិត្តពួកយើងព្រមចូលគ្នាខ្លាញ់ឡើងភ្នំកំបិតមិនរីងរាយនោះទេអូលោកម្ចាស់សម្ដេចមានគុណចំពោះខ្ញុំអ្វីទៅបាត់តែឆ្ងាយសិទ្ធិខ្ញុំមិនមែនជាមនុស្សតែអ្នកទាំងអស់គ្នាគោរពខ្ញុំណាមិនធ្លាប់ទុកខ្ញុំគឺជាសត្វនោះទេទាំងអស់គ្នាសុទ្ធតែទុកខ្ញុំគឺជាបងប្អូនសុទ្ធតែថាគុណបំណាច់របស់សម្ដេចពេលនេះស៊ីឈីមិនទុកលំបាកខ្ញុំមិនយល់ថាខ្ញុំគួរតែត្រូវសងគុណឬមួយក៏យ៉ាងម៉េចខ្ញុំស៊ូស្លាប់ទៅចុះអញអាចគិតបែបនេះខ្ញុំសប្បាយចិត្តណាស់គ្រាន់តែឯងចង់តែយកបានជំនឿចិត្តពីជីឡុងបានយ៉ាងម៉េចទេហើយធ្វើឲ្យគេអង្គុយចុះមើលគំនូស្ដាប់ឯងនិយាយមានហើយខ្ញុំមានហើយណែឆ្កែសៀវធានតែឯងធ្វើស្អីនឹងលោកម្ចាស់ខ្ញុំចង់កាត់ដៃខ្ញុំចោលដើម្បីចោះចូលជាមួយហ៊ីធូឯងឈួតហើយឯងភ្លេចហើយដៃឯងមកខាងនេះគឺលោកគ្រូខ្ញុំជួយតឲ្យឯងទេគ្រូខ្ញុំនិយាយថាបើសិនជាឯងបាក់ទៀតនោះឯងគឺមិនអាចប្រាយុទ្ធសើបានជារៀងរហូតម្យ៉ាងទៀតនឹងត្រូវស្លាប់តាមមែនទេឆ្កែសៀវធានឯងសើស្អីនឹង